នេះគឺជាព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងការរញ្ជួយដីនៅឯប្រទេសថៃធ្វើឲ្យប្រជាពលរដ្ឋបាទខ្មែររបស់យើងគឺមានការបាត់បង់ជីវិតរហូតដល់3នាក់មកដល់នឹងពេលនេះនៅខេត្តបន្ទាយមានជ័យទោះបីជាមិនទាន់បានព័ត៌មានផ្លូវការមួយចំនួនអំពីអ្នកស្លាប់ដោយសារតែគ្រោះរញ្ជួយដីនៅប្រទេសថៃក៏ដោយនៅក្នុងចំណោមសាកសពចំនួន17នាក់ដែលបានរកឃើញគឺត្រឹមនៅថ្ងៃទី30ខែមិនិនាឆ្នាំ2025នេះក៏អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាមានប្រជាពលរដ្ឋខ្មែរយើងចំនួន3នាក់ក្នុងនោះគឺមានស្រីម្នាក់សង្ស័យស្លាប់ដោយសារតែការបាក់រលំសំណង់អគារដែលកំពុងសាងសង់កម្ពស់ប្រមាណជាង30ជាន់តាមប្រភពព័ត៌មានដែលទទួលបានពីរដ្ឋបាលខេត្តថាពលករខ្មែរចំនួន3នាក់ស្រីម្នាក់សង្ស័យថាស្លាប់ដោយសារតែការគ្រោះរញ្ជួយដីនៅឯប្រទេសថៃកាលពីថ្ងៃទី28ខែមិនិនាឆ្នាំ2025យ៉ាងណាក៏ដោយគេពុំទាន់បានទទួលព័ត៌មានឲ្យជាក់លាក់នៅឡើយនោះទេតែដឹងថាបានបាត់ខ្លួននៅចំណុចបាក់អគារ2នាក់ប្តីប្រពន្ធចំណែកឯ2អ្នកប្តីប្រពន្ធដែលបានបាត់ខ្លួននោះគឺគាត់រស់នៅក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យទៅបម្រើការងារនៅឯប្រទេសថៃឯម្នាក់ទៀតជាយុវជននឹងបានរកឃើញសាកសពហើយបងប្អូនទាំងអស់គ្នាគាត់បានស្លាប់ហើយគឺជាអ្នករស់នៅក្រុងម៉ាឡៃលោកស្វាជាអភិបាលស្រុកម៉ាឡៃបានថ្លែងថាអាជ្ញាធរទទួលបានព័ត៌មានពីសាច់ញាតិនិងអគ្គកុងស៊ុលកម្ពុជាថៃមានជនរងគ្រោះម្នាក់ដែលមានឈ្មោះថាមាសវាងភេទប្រុសអាយុ25ឆ្នាំជាកម្មករសំណង់រស់នៅក្នុងភូមិបាឡាំងឃុំតាកុងស្រុកម៉ាឡៃបានស្លាប់ដោយសារតែការរញ្ជួយដីនៅឯប្រទេសថៃពេលនេះបានរកឃើញសពហើយនិងបញ្ជូនមកប្រទេសកម្ពុជាវិញនៅថ្ងៃទី21ខែមិនិនាឆ្នាំ2025ទទួលយកមកធ្វើបុណ្យតាមប្រពៃណីលោកស្រីសុផលអភិបាលក្រុងសេរីសុភ័ណ្ឌបានថ្លែងថាអាជ្ញាធរបានទទួលបានព័ត៌មានពីសាច់ញាតិពីអ្នកប្តីប្រពន្ធថាបានបាត់ខ្លួននៅកន្លែងធ្វើការសំណង់នៅពេលដែលមានការរញ្ជួយដីបាក់អាគារនៅប្រទេសថៃតែរហូតមកដល់នឹងពេលនេះពុំទាន់បានរកឃើញសាកសពគ្រួសាររបស់ខ្លួននៅឡើយនោះទេពីអ្នកប្តីប្រពន្ធដែលបានបាត់ខ្លួននោះគឺម្នាក់ជាប្តីមានឈ្មោះថាសានសឿនអាយុ38ឆ្នាំប្រពន្ធឈ្មោះសុកគឹមសៃអាយុ31ឆ្នាំជាកម្មករសំណង់ដូចគ្នាមានទីលំនៅស្ថិតនៅក្នុងភូមិតាម៉ាក់សង្កាត់មកៈក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យលោកអភិបាលក្រុងបានបញ្ជាក់ថាសាច់ញាតិដែលធ្វើការជាមួយនៅប្រទេសថៃបានលើកឡើងថាជនរងគ្រោះពីរអ្នកប្តីប្រពន្ធបានបាត់ខ្លួននៅពេលធ្វើការខណៈពេលមានគ្រោះថ្នាក់គ្រោះរញ្ជួយដីបាក់អគារប៉ុន្តែរហូតមកដល់នឹងពេលនេះមិនទាន់បានរកឃើញថាស្លាប់ឬរស់នៅឡើយនោះទេហើយក្រុមសង្គ្រោះរបស់ប្រទេសថៃកំពុងតែរុករកនៅចំណុចអគារដែលបានបាក់នោះសូមបញ្ជាក់ផងដែរថាមកដល់នឹងពេលនេះដំណឹងព័ត៌មានពលករខ្មែរយើងដែលបានស្លាប់ដោយសារតែគ្រោះរញ្ជួយដីនៅឯប្រទេសថៃនោះគឺបាទស្លាប់ទៅតែ3នាក់ទេបងប្អូនទាំងអស់គ្នាហើយចំណោម3នាក់នោះគឺទៅតែរកឃើញសាកសព1នាក់នោះទេឯ2នាក់ប្តីប្រពន្ធនៅឯខេត្តបន្ទាយមានជ័យគឺកំពុងតែសមត្ថកិច្ចបាទស្វែងរកសាកសពនៅឡើយបាទយើងមិនទាន់ដឹងថាគាត់ស្លាប់ឬរស់ទេបាទក៏សូមជំបាទក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផងអរគុណណាស់សម្រាប់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូព័ត៌មាននេះតាំងពីដើមរហូតដល់ចប់បាទដើម្បីទទួលបានវីដេអូនិងព័ត៌មានថ្មីៗបាទកុំភ្លេចចុចពាក្យ Subscribe ក៏ដូចជា Like និង Share ដល់ Admin ម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយ